សូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយុបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកដំណឹងល្អបំផុតសម្រាប់ប្រទេសកម្ពុជាយើងអង្គការសហប្រជាជាតិគឺបានសម្រេចចាត់ធ្វើការដាក់ពង្រាយកងទ័ពយោធានៅតាមបណ្ដោយខ្សែព្រំដែនខេត្តកម្ពុជាដើម្បីរក្សាសន្តិសុខនិងសន្តិភាពជូនកម្ពុជាហើយ UN អង្គការសហប្រជាជាតិបានចេញបង្គាប់ឲ្យខាងសៀមធ្វើការដោះលែងយោធាទាំង18រូបរបស់កម្ពុជាដែលសៀមចាប់យកទៅក្រោយពីការចុះអនុសញ្ញាពីបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរកន្លងទៅជាបន្ទាន់នេះបើតាមសម្ដីរបស់លោក Michael Berriafaro ដែលបានបញ្ជាក់ប្រាប់ដល់អ្នកកាសែតសារព័ត៌មានកម្ពុជាយើងមុនពេលដែលលោកចាក់ចេញទៅសហរដ្ឋអាមេរិកវិញក្រោយពីលោក Michael Berriafaro បានផ្ដល់ដំណឹងនឹងរូបភាពចាក់ស្ដែងដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលសៀមបានធ្វើសកម្មភាពរុករានឈ្លានពាននិងបាញ់ផ្សែងពុលថាមពល Phosphor ពណ៌សមកលើប្រជាជនស៊ីវិលនិងបូរណភាពទឹកដីរបស់កម្ពុជាដោយឃើញសកម្មភាពឈ្លានពានយ៉ាងកក្លឿនគ្មានក្រមសីលធម៌មិនចេះគោរពច្បាប់អន្តរជាតិមកលើទឹកដីកម្ពុជាទើបថ្មីនេះស្ថានទូតនិងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកបានសម្រេចចាត់ដកស្ថានទូតចេញពីប្រទេសថៃទាំងស្រុងកាលពីថ្ងៃទី2ខែតុលាឆ្នាំ2025ហើយថ្មីនេះស្ថានទូតចិនប្រចាំទីក្រុងបាងកកនៅថ្ងៃទី2ខែតុលាឆ្នាំ2025បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថាទីក្រុងប៉េកាំងបានផ្ដល់អាវុធដល់កម្ពុជាសម្រាប់ប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងថៃក្នុងការប៉ះទង្គិចគ្នារយៈពេល5ថ្ងៃកាលពីខែកក្កដាឆ្នាំ2025ស្ថានទូតចិនបាននិយាយថាចិនមិនមានផលប្រយោជន៍អ្វីនៅក្នុងការជំលោះព្រំដែនរវាងកម្ពុជានិងថៃនោះទេក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើទំព័រ Facebook របស់ខ្លួនស្ថានទូតចិនបញ្ជាក់ថាសម្ភារៈយោធាដែលកម្ពុជាមាននៅពេលបច្ចុប្បន្ននេះគឺបានមកពីគម្រោងសហប្រតិបត្តិការកម្ពុជានិងចិនតាំងពីមុនពេលប្រទេសកម្ពុជានិងថៃប៉ះទង្គិចគ្នាមកម្ល៉េះការបដិសេធរបស់ស្ថានទូតធ្វើឡើងជាការឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត New York Times ចេញផ្សាយពីថ្ងៃទី29កញ្ញា2025ដែលបានកើតឡើងពីឯកសារស៊ើបការណ៍សម្ងាត់របស់ថៃនិងហាក់ដូចជាលំអៀងទៅខាងភាគីថៃផងដែរកាសែតនេះបញ្ជាក់ថាចិនបានផ្គត់ផ្គង់អាវុធដល់កម្ពុជាតាមរយៈយន្តហោះយោធានៅមុនពេលការប្រយុទ្ធគ្នាផ្ទុះឡើងនៅថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025មន្ត្រីយោធាកម្ពុជាដែលត្រូវបានស្រង់សម្ដីនៅក្នុងអត្ថបទដដែលក៏បានច្រានចោលរបាយការណ៍សារកម្មនោះថាគ្មានន័យមូលដ្ឋានអ្វីដែរការបដិសេធរបស់ចិនគឺសម្ដៅលុបបំបាត់ការសង្ស័យដែលកំពុងតែកើនឡើងនៅក្នុងទីក្រុងបាងកកដែលថាតួអង្គខាងក្រៅកំពុងតែបញ្ឆេះវិបត្តិព្រំដែនរវាងកម្ពុជានិងថៃនាយករដ្ឋមន្ត្រីថៃលោកអនុទានវរៈគុលនិយាយថាថៃបានត្រៀមកម្លាំងយោធាពេញលេញនិងកំពុងពិនិត្យការពាក់ព័ន្ធរបស់ចិននៅក្នុងចំនួននេះក៏ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរបស់ថៃលោកឋានាពលណាផានិតបាននិយាយថារបាយការណ៍ចិនដែលផ្ដល់អាវុធដល់កម្ពុជានោះគឺជារបាយការណ៍ចាស់ដែលជាទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជាកើតឡើងតាំងពីកម្ពុជានិងថៃមិនទាន់ប៉ះទង្គិចគ្នាមកម្ល៉េះសំណួរសួរថាចុះហេតុអ្វីបានជាប្រទេសថៃភ័យខ្លាចចិនជួយដល់កម្ពុជាចុះថៃទើបតែសមយុទ្ធចប់ជាមួយនឹងចិនសោះតែកម្ពុជាមិនមានក្តីសង្ស័យអ្វីដល់ភាគីទាំងពីរនោះឡើយព្រោះកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅអនុសញ្ញាប័ណ្ណឈប់បាញ់ដែលបានចុះហត្ថលេខាព្រមព្រៀងកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងមហាសន្និបាតសម្ដេចមហាធិការធិបតីខួនសូដារីប្រធានរដ្ឋសភាបានថ្លែងការណ៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី1ដោយបានអំពាវនាវកុំឲ្យប្រើច្បាប់ព្រៃនិងអនុវត្តច្បាប់អាញាសឹកនៅក្រៅដែនដីរបស់ខ្លួនដែលជាការរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដទៃទោះបីបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី28ខែកក្កដាឆ្នាំ2025មានភាពផុយស្រួយដោយសារភាគីថៃរំលោភបំពានជាបន្តបន្ទាប់កម្ពុជាជំរុញឲ្យបង្កើតអ្នកសង្កេតការណ៍អាស៊ាន AOT និងបង្រាយនៅទីតាំងកើតហេតុឲ្យបានឆាប់រហ័សសូមអំពាវនាវដល់អន្តរជាតិចូលរួមតាមដានបទឈប់បាញ់ឲ្យមានការអនុវត្តបានពេញលេញសម្ដៅធានាការពារសុខសន្តិភាពស្ថិរភាពនិងសុវត្ថិភាពដែលមិនត្រឹមតែបម្រើផលប្រយោជន៍ឲ្យពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេតែធានាការពារសុខសន្តិភាពក្នុងតំបន់និងសកលលោកទាំងមូលផងដែរការអំពាវនាវរកសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឥឡូវនេះបានលើកទៅដល់ឆាកអន្តរជាតិតាមរយៈមហាសន្និបាត AIPA លើកទី46នៅទីក្រុងកូឡាឡាំពួរនិងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី80នៅទីក្រុង New York សហរដ្ឋអាមេរិក
UN and UNSC កាលពីថ្ងៃទី23ដល់ថ្ងៃទី27និង29ខែកញ្ញា2025ជាពិសេសលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចូលរួមដឹងនឹងលឺហើយបានប្រមានឲ្យភាគីថៃគោរពនៅបទជប់បាញ់ឲ្យបានពេញលេញជាធរមានរហូតដល់មានការកោះប្រជុំពិសេស 3+1 ជាមួយនឹងសហរដ្ឋអាមេរិកកម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំនេះសហរដ្ឋអាមេរិកបានសង្កត់យ៉ាងធ្ងន់រហូតដល់ថៃងើបមុខមិនរួចរកនិយាយអ្វីក៏មិនចេញនៅលើឆាកអន្តរជាតិដោយក្តីអាម៉ាស់មុខយ៉ាងខ្លាំងក្នុងការឈ្លានពានទឹកដីកម្ពុជាសង្គ្រាមការទូតរវាងកម្ពុជានិងថៃនៅតែបន្តលើឆាកអន្តរជាតិដរាបណាភាគីថៃនៅតែក៏ក្លឿនរុកទន្ទ្រានបំពេញឈ្លានពានមកលើបូរណភាពអធិបតេយ្យភាពទឹកដីរបស់កម្ពុជាបន្តទៅទៀតកម្ពុជានៅតែបន្តរកដំណោះស្រាយដោយសន្តិវិធីលើឆាកអន្តរជាតិ ICJ UN UNSC and ICC រហូតដល់ភាគីថៃហ៊ានចូលទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទាំងអស់គ្នាហើយយើងយល់ព្រមទទួលស្គាល់នៅសេចក្តីសម្រេចតាមសាលតិកាសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្ថិរភាពសុខសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជានិងថៃយូរអង្វែងតរៀងទៅដល់កូនចៅជំនាន់ក្រោយប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ រួចទៅហើយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025កន្លងទៅហើយពាក្យបណ្ដឹងនេះក៏បានទៅដល់ដៃអ្នកក្រឡាបញ្ជី ICJ រួចទៅហើយដែរយើងនៅរងចាំតែការកាត់ក្តីពីតុលាការ ICJ តែប៉ុណ្ណោះដោយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខស្ដីទីរបស់កម្ពុជាបានមានប្រសាសន៍ថាទាន់សម្ដេចនៅមានអំណាចគ្រប់គ្រាន់ត្រូវដោះស្រាយរឿងវិវាទកម្ពុជានិងថៃនេះឲ្យបានឆាប់រហ័សតាមយន្តការដោះស្រាយដោយសន្តិវិធីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube ផងដែរដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមជម្រាបលាជួបគ្នាវេលាក្រោយទៀត